ឲ្យបង្កើតសាលារៀននៅជិតផ្ទះបងប្អូនជាប្រវត្តិដើម្បីកុំឲ្យថាអូទៅរៀនកើតនៅខេត្តឆ្ងាយណាទៅពី3គីឡូរៀនកើតទេវត្តភាពតាមផ្លូវអត់ទេឥឡូវសាលារៀនដល់មុខផ្ទះហើយមកតបនឹងជាងផ្ទះហើយអញ្ចឹងទៅមិនស្ងំប្រឹងរៀនណាបាទ នាមរដ្ឋបាលក្រុងនិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការដៃគូជាពិសេសអង្គការការិតាសដែលបានឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សក្រីក្រនៅក្នុងសាលាស្រែអ៊ីទាំងមូលនៅក្នុងនាមខ្ញុំសូមផ្ដាំផ្ញើទៅដល់សិស្សនុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្តដើម្បីជាមូលជាធនធាននៅក្នុងស្រុកនិងសហគមន៍របស់យើងនឹងសូមជូនពរអង្គការកាយតាសឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនតរៀនទៅបាទសូមអរគុណបាទក្នុងនាមគណៈគ្រប់គ្រងសាលាខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលអង្គការកាយតាសក៏ដូចជាម្ចាស់ជំនួយដែលបានផ្ដល់ជាអាហារូបករណ៍ដល់សិស្សានុសិស្សនៅក្នុងឱកាសនេះជាពិសេសខ្ញុំសូមអរគុណដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីអប់រំដែលបានឆ្លៀតពេលដ៏មានតម្លៃមកចូលរួមក្នុងពិធីចែកអាហារូបករណ៍នេះខ្ញុំសង្ឃឹមយ៉ាងមុតមមថាតាមរយៈសម្ភារៈអាហារូបករណ៍ក៏ដូចជាថវិកានេះនឹងជួយឲ្យសិស្សានុសិស្សរបស់ខ្ញុំមានការកែប្រែប្រួលគឺពួកគាត់មករៀនបានទៀងទាត់និងរៀនបានពូកែគ្រប់គ្នាជាចុងក្រោយខ្ញុំសូមអរគុណដល់ម្ចាស់ជំនួយក៏ដូចជាអង្គការកាយតាសដែលបានផ្ដល់ជាអាហារូបករណ៍ដល់សិស្សរបស់ខ្ញុំបានសូមអរគុណរៀបសួរចានាងខ្ញុំឈ្មោះជ្រិលបូរីរៀននៅថ្នាក់ទី3កនៅសាលាបឋមសិក្សាភូមិស្រែអ៊ីថ្ងៃនេះនាងខ្ញុំសប្បាយចិត្តណាស់ដែលបានអង្គការការិតាកម្ពុជាចែកសម្ភារៈសិក្សាដល់ពួកខ្ញុំសូមអរគុណដល់អង្គការការិតាកម្ពុជា